ជំរាបសួរសួស្តីអ្នកនរគ្នាខ្ញុំសុធានីថ្ងៃនេះដែរខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីមុខងារប្រើប្រាស់សំខាន់ៗនៅក្នុងកម្មវិធី Procreate សម្រាប់អ្នកដែលចង់ចាប់ផ្ដើមរៀនគូគំនូរ Digital ដំបូងកម្មវិធី Procreate គឺជាកម្មវិធីសម្រាប់ធ្វើការគូគំនូរ Digital ដែលយើងអាចប្រើប្រាស់បានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងអញ្ចឹងតោះកុំឲ្យខាតពេលយូរចូលទៅកាន់ការអនុវត្តតនៅក្នុង iPad ទាំងអស់គ្នាជាដំបូងដើម្បីបង្កើត artwork យើងត្រូវចូលទៅកាន់កម្មវិធី Procreate ដើម្បីធ្វើការបង្កើត artwork អញ្ចឹងបន្ទាប់មកទៀតយើងអាចមើលទៅលើចំណុចកន្លែងនេះយើងអាចជ្រើសរើសយកសញ្ញាបូកហ្នឹងដើម្បីធ្វើការបង្កើតទំហំกระดาษដែលយើងប្រើប្រាស់នៅក្នុងនោះគឺមាន A4 ឬមួយក៏ paper ដែលគេបែងចែកមានច្រើនប្រភេទមែនតើអញ្ចឹងអ្នកនរអស់គ្នាខ្ញុំណែនាំឲ្យប្រើជាមួយនឹង screen size របស់គេស្រាប់ហ្មងគឺវាមានភាពងាយស្រួលដោយសារវា fit ជាមួយនឹងទំហំ iPad តែម្ដងចូលមកដល់ចំណុចបន្ទាប់ខ្ញុំចង់បង្ហាញអ្នកនរអស់គ្នាអំពី tool gallery tool ហ្នឹងគឺនៅពេលដែលអ្នកទាំងអស់គ្នាចុចទៅគឺវានឹងត្រឡប់ទៅដល់ home screen ដែលអ្នកទាំងអស់គ្នាបានធ្លាប់ធ្វើការ design artwork កន្លងមកអញ្ចឹងបន្ទាប់ទៀតយើងមូលទៅកាន់ painting tool ទាំងអស់នេះនៅក្នុងនេះគឺមានមុខជក់ជាច្រើនប្រភេទដែលអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមប្រភេទ artwork ដែលអ្នកទាំងអស់គ្នាប្រើប្រាស់ឬក៏ចង់បានអញ្ចឹងឥឡូវនេះខ្ញុំធ្វើការប្រើប្រាស់ជាមួយនឹង tool នេះដើម្បីធ្វើការឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាបានមើលនៅក្នុងចំណុចនេះអ្នកនរអគ្នាក៏អាចធ្វើការបដូរពណ៌ឬមួយក៏សេរីទៅកាន់មុខជក់ដើម្បីឲ្យមានទំហំតូចធំទៅតាមអ្នកនរអគ្នាចង់ប្រើប្រាស់អ្នកនរអគ្នាក៏អាចសេរីបន្ថែមបានទៀតដែរទៅលើកម្រិតរូបភាពស្រាលឬមួយក៏ដិតដែលអ្នកនរអគ្នាចង់បានមួយវិញទៀតអ្នកនរអគ្នាអាចធ្វើការប្រើប្រាស់ជក់ផ្ដេកសម្រាប់ធ្វើការផាត់ស្មោលឬមួយក៏បញ្ឆដើម្បីធ្វើការផាត់ឲ្យវាមានរូបភាពច្បាស់ជាងមុនកុំភ្លេចណា follow page ដើម្បីទទួលបានវីដេអូបន្តជួបគ្នានៅវីដេអូ part 2 bye bye